វ៉ាវបងបាទនេះគឺជាសកម្មភាពវីដេអូមួយដែលបង្ហាញអំពីការកែច្នៃបងបាទដូចឃើញស្រាប់នៅតាមអមសងខាងនៃផ្លូវតែភ្លើងនេះគឺពោពេញទៅដោយសម្រាមបាទហើយទឹកកខ្វក់បងបាទចឹងហើយសម្រាប់ប្រជាជននៅតំបន់ហ្នឹងគឺគេចាប់ផ្ដើមទៅទៅនឹងការកែលម្អវិញជាដំបូងគឺគេចាប់ផ្ដើមទៅទៅនឹងការប្រមូលសម្រាមបងបាទដល់ពេលដែលគេប្រមូលសម្រាមហើយបងបាទគឺគេចាប់ផ្ដើមរៀបចំបន្ថែមទៀតបងដូចឃើញក្នុងវីដេអូស្រាប់ណាបាទគឺគេចាប់ផ្ដើមក្នុងការរៀបចំតាក់ទងទៅនឹងច្រាំងបាទគឺគេរៀបចំជាថ្មបាទដើម្បីជាការលម្អនៅមាត់ទឹកបងគឺស្អាតបងបាទនេះចឹងហើយបើយើងមើលតាមជាក់ស្ដែងបងគឺតំបន់ណាកន្លែងណាទីណាក៏ដោយមិនថាកន្លែងនៅជុំវិញផ្ទះរបស់យើងផ្ទាល់ឬកន្លែងទីសាធារណៈទេបាទបើសិនជាយើងចេះទៅនឹងការកែច្នៃទៅនឹងការកែលម្អបងគ្នាបាទចឹងហើយវាធ្វើឲ្យតំបន់ទាំងអស់ហ្នឹងគឺអាចខ្លាយទៅជាតំបន់ទេសចរបងបាទជាដំបូងយើងឃើញថាតំបន់នេះគឺមានថាពិបាកក្នុងការមើលមែនទេអត់មានអ្នកក្នុងការដើរដល់ពេលគេចាប់ផ្ដើមកែលម្អនេះបាទគេដាក់ដាំស្មៅដើម្បីឲ្យស្អាតបងណាបាទដល់ពេលដាំស្មៅស្អាតហើយគេកាត់ហើយគឺគេនឹងព្យាយាមក្នុងការដាំតាក់ទងនឹងការដាំផ្កាទេបាទរហូតកន្លែងនេះខ្លាយទៅជាកន្លែងដែលទស្សនាកន្លែងភ្ញៀវទេសចរបងគេស្រាប់ហ្នឹងបាទភ្ញៀវមកថតបងបាទអូបាទនេះបានការកែច្នៃមានប្រយោជន៍មែនអរគុណច្រើនបងបាទ